សេតុនហភាពខ្ពស់បំផុតថ្ងៃនេះគឺ38អង្សាសេបង W អាកាសធាតុក្តៅពេកភួយសាំណាស់សេតុនហភាពក្នុងប្រម៉ោយរថយន្តយ៉ាងហោចណាស់ក៏40ទៅ50អង្សាសេដែរខ្ញុំខ្លាចថាខ្ញុំមិនអាចដឹកត្រីបានទេទោះបីជាអ្នកមិនអាចដឹកវាបានក៏ដោយអ្នកត្រូវតែដឹកវាបើអ្នកបើកបរលឿនជាងនេះអ្នកនឹងទៅដល់ទីនោះក្នុងរយៈពេល4ម៉ោងខ្ញុំធ្លាប់អូស្ត្រាលីវាមិនអីទេក្នុងការដឹកលើសពីអាកាសធាតុក្តៅនេះបងជើទំនិញបានមកដល់ហើយរថយន្ត3គ្រឿងត្រីឆ្មាចំនួន25000ក្បាលត្រីបាសអេកូឡូស៊ីដែលមានគុណភាពខ្ពស់បាយអូទំនិញយ៉ាងម៉េចដែរល្អឥតខ្ចោះវីសដំបងនេសាទបង្គារស់ទាំងអស់សុទ្ធតែពណ៌បើកវាហើយមើលខ្ញុំប្រកាសថាអ្នកនឹងពេញចិត្តអនុញ្ញាតឲ្យខ្ញុំមើលវាជាមុនសិនបាយអូអ្នកកំពុងបញ្ឆោតខ្ញុំត្រីបានប្រែជាពណ៌គ្មានផ្លូវទេវាគ្រាន់តែ4ម៉ោងកន្លះប៉ុណ្ណោះនៅលើផ្លូវខ្ញុំដាក់ថង់ទឹកកកខ្ញុំក៏បានគ្របភួយ3ស្រទាប់ដែរបាយអូអ្នកប្រើភួយដើម្បីស្ងោរត្រីបាសខ្លាចទឹកជាងគេភួយត្រូវបានគ្របដាំឲ្យពុះរយៈពេល2ម៉ោងនៅពេលយប់ចាប់ផ្ដើមផលិតបាក់តេរីអ្នកឃើញដោយខ្លួនឯងត្រីមានពណ៌ខ្មៅស្រកាត្រីរលុងភ្នែកត្រីពេញហើយត្រីមួយបាច់នេះយ៉ាងច្រើនបំផុតវាអាចនៅបាន1ម៉ោងចប់ហើយខ្ញុំមិនចង់បានវាដោយឥតគិតថ្លៃទេបងជើជួយខ្ញុំផងវាមិនអីទេក្នុងការគិតថ្លៃថោកជាងបន្តិចទោះបីជាវាមានតម្លៃ5យន់ក្នុងមួយឆ្មាក៏ដោយ3យន់គឺល្អអ្នកផ្ដល់តម្លៃឲ្យខ្ញុំផងខ្ញុំមិនចង់បានវាដោយឥតគិតថ្លៃទេបងជើជួយខ្ញុំផងវាមិនអីទេក្នុងការគិតថ្លៃថោកជាងបន្តិចទោះបីជាវាមានតម្លៃ5យន់